បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកធ្វើវីដេអូចែករំលែកពីរបៀបចូលទៅកំណត់លេខ ID របស់សិស្សអូតូបែបនេះតើគួរតែធ្វើបែបម៉េចនៅក្នុងកម្មវិធី Excel ណានេះគឺយើងចង់បានបែបនេះតើយើងគួរតែចូលទៅធ្វើកំណត់តាមរបៀបណាអញ្ចឹងជួបជាមួយនឹងគ្រូយើងទាំងអស់គ្នាបាទដំបូងគឺបងប្អូនត្រូវតែដាក់ cursor របស់យើងហើយយើងចុចទាញវារហូតដល់ row ដែលយើងចង់បានតើប្រមាណ row ដែលយើងចង់កំណត់វាបាទបន្ទាប់ពីកំណត់ទាញ row រួចហើយបងប្អូនចូលទៅកាន់ពាក្យយើងឃើញចិត្តពាក្យថា number នេះមានសញ្ញាព្រួញទូចចុះមកក្រោមនេះគេដាក់ថា number format អញ្ចឹងយើងចុចលើនឹងមកបាទបន្ទាប់ពីចុចលើ number format ហើយបងប្អូនត្រូវតែចូលទៅ custom ណាបាទយើងចូលទៅ custom បន្ទាប់ពីចូលទៅ custom ហើយគឺយើងមើលកន្លែងនេះមានពាក្យ general បាទថាមុនពេលដែលខ្ញុំដាក់នេះគឺវាមានពាក្យ general អញ្ចឹងខ្ញុំចូលមកកំណត់ដើម្បីកំណត់បានគឺខ្ញុំដាក់សញ្ញាធ្មេញកដោ2បាទសងខាងបាទ1បាទអញ្ចឹងធ្មេញកដោមកគូទៀត2បាទបន្ទាប់ពីដាក់ធ្មេញកដោ2ហើយយើងចូលទៅកដាលនេះយើងវាយពាក្យអីដែលយើងចង់ដាក់ឧទាហរណ៍ថាខ្ញុំចង់ដាក់លេខ ID របស់ខ្ញុំមានគេហៅថាពាក្យចាប់ផ្ដើមមានអក្សរ PNA បាទយើងវាយក្នុង quote ចឹងមកបន្ទាប់មកយើងចេញមកក្រៅ quote វិញយើងដាក់លេខ0បាទអាច3ដើមចុះបាទលេខ0 3ដើមនេះគឺវាតំណាងឲ្យ0003ទៅវាដល់លេខ1ណាបាទអញ្ចឹងមានន័យថាលេខកូដនេះគឺវាមាន03ដើមបាទ03ដើមហើយនៅខាងមុខគឺវាផ្ដើមដោយអក្សរដែលយើងចង់ដែលយើងបានដាក់នេះបាទអញ្ចឹងខ្ញុំបង្ហាញប៉ុណ្ណឹងហើយយើងចុច OK មកណាបាទបន្ទាប់ពីចុច OK មកគឺវាលោតបែបនេះអូតូតែម្ដងអញ្ចឹងបងប្អូនមិនបាច់ពិបាកវាយឡើងវិញទេយើងគ្រាន់តែដាក់លេខ5គឺវាលោតអូតូដាក់លេខ6គឺលោតអូតូបែបនេះតែម្ដងនេះគឺវាចំណេញពេលវេលានៅក្នុងការធ្វើតារាងបញ្ជីឈ្មោះរបស់សិស្សអញ្ចឹងពុកម៉ែបងប្អូនអាចសិក្សាបន្ថែមបានតាមរយៈវីដេអូមួយនេះបាទអរគុណពុកម៉ែបងប្អូនបាទ